សួស្តីបងប្អូនអ្នកគ្នាថ្ងៃនេះមកមើលរឿងខ្ញុំពីខ្ញុំបញ្ញរីចាខ្ញុំអ្នកចំណូលថ្មីខ្ញុំទៅធ្វើថ្មីបងប្អូនមកខ្ញុំធ្វើអីខុសកុំប្រកែប្រកាន់ពួកខ្ញុំទៅថតថ្ងៃដំបូងឥឡូវចាប់តាមពីទូរស័ព្ទយើងគាត់ក៏បានយកកាបូបទៅរៀនអញ្ចឹងណាបងប្អូនហើយគាត់យកកាបូបទៅរៀនទៅហើយគាត់ក៏បានចេញទៅរៀនបងប្អូនចេញទៅរៀនហើយក៏បានជិះឡានទៅក្រោយទៅសាគីអ្នកមានបងប្អូនទៅចំក្រោយហើយគេក៏បាននេះហើយណាមួយគាត់ជាគាត់ឯងប្រជុំហើយគាត់ទៅផ្លាស់ប្ដូរមកនៅนั่นនេះតែគាត់និយាយទៅគាត់ជិះអត់ចេះជិះអីហ្មងចេះជិះតែឡានហ្មងមកផ្លែដល់សាលាបាត់និយាយទៅគុណគេក៏ជិះឡានលឿនហើយណាមួយគាត់នេះហ៎សិស្សល្អចឹងណាបងប្អូនសិស្សល្អរបស់គេមែនក៏បានរត់ចូលទៅប្រយទៅខ្ជិលដើររត់ចូលទៅរត់ហើយអត់មានមើលគេមើលឯងដើរបុកគេទៀតចាយអូខ្ញុំភ្លេចប្រាប់ថានារីម្នាក់ឈ្មោះអីគឺឈ្មោះលីណាហើយគាត់ថាចាំមិនក៏មកមានមនុស្សចឹងហើយមកតែម្នាក់ឯងហើយគួយម្នាក់ឯងនិយាយទៅពួកម៉ាក់អត់ទាន់មកទៀតពួកម៉ាក់ផ្ទេមកពីស្រុកដែរហ្នឹងចយមួយថ្ងៃទៅមកបានអ្នកហ្នឹងមកមិនច្រើនអ្នកនោះពួកម៉ាក់ខ្ញុំមកហើយធញនេះមកតានេះសោះតន់មកគ្រូតន់មកទៀតធញគ្រូហ្នឹង8កន្លះបានមកធញណាអើយដល់កាយអីហើយទើស្រីយើងអង្គុយរហូតណោះហើយគ្រូនេះខមកម៉េះធុញគ្រូនេះណក៏ក្រមកនេះដល់ក្រោយបងប្អូនសោះមកសាលាមកតានេះតែគ្រូអត់តន់មកគ្រូយូរដល់ក្រោយបងប្អូនអើយជួយមើលគ្រូខមកដល់ក្រោយចាបងប្អូនគឺចាប់ត្រឹមហ្នឹងណា